ក្នុងវីដេអូនេះយើងនឹងសិក្សាអំពីត្បូងហ្គិចត្បូងហ្គិចដែលគេនិយមហៅនៅក្នុងសង្គមខ្លះគឺជាការហៅសំដៅទៅលើត្បូងចែតដែលជាត្បូងធម្មជាតិមានតម្លៃខ្ពស់និងមានប្រវត្តិបែបវប្បធម៌យ៉ាងយូរអង្វែងជាពិសេសនៅក្នុងវប្បធម៌របស់អាណាចក្រចិនត្បូងនេះមិនត្រឹមតែមានតម្លៃផ្នែកសោភ័ណភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានន័យជាសញ្ញានៃសំណាងអំណាចនិងសុភមង្គលផងដែរតាមវិទ្យាសាស្ត្រត្បូងចែតត្រូវបានបែងចែកជាពីរប្រភេទសំខាន់គឺ Jade និង Nephrite Jade មានតម្លៃខ្ពស់ជាងដោយសារពណ៌របស់វាមានភាពភ្លឺច្បាស់និងស្រស់ស្អាតជាពិសេសពណ៌បៃតងចែងចាំងខណៈដែល Nephrite មានភាពរឹងមាំនិងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយតាំងពីបុរាណទាំងពីរប្រភេទនេះមានលក្ខណៈសរសៃឆ្មាខ្នាតតូចនៅខាងក្នុង fibrous structure ដែលធ្វើឲ្យវារឹងមាំមិនងាយបែកបាក់លក្ខណៈរូបរាងរបស់ចែតមិនមានគ្រាប់គ្រីស្តាល់ច្បាស់ដូចជាត្បូងពេជ្រទេប៉ុន្តែវាធម្មតាបង្ហាញជារាងដុំ massive form ដែលពេលបានកាត់និងប៉ូលាវានឹងមានផ្ទៃរលោងនិងមានភាពភ្លឺបែបកញ្ចក់ឬបែបខ្លាញ់ waxy lusterពណ៌របស់វាមានភាពចម្រុះយ៉ាងខ្លាំងរួមមានបៃតងសលឿងក្រហមស្វាយនិងខ្មៅក្នុងនោះពណ៌បៃតងចែងចាំងត្រូវបានគេចាត់ទុកថាជាពណ៌មានតម្លៃខ្ពស់បំផុតនៅក្នុងបរិបទវប្បធម៌បុរាណជាពិសេសនៅក្នុងវប្បធម៌របស់ប្រទេសចិនត្បូងចែតត្រូវបានគេចាត់ទុកថាជាត្បូងអធិរាជនិងត្រូវបានប្រើប្រាស់សម្រាប់ការតុបតែងនិងការធ្វើពិធីសាសនានិងការបង្ហាញពីអំណាចវត្ថុបុរាណជាច្រើនពិសេសនៅក្នុងសម័យបុរាណដូចជាមានរូបនាគឬក៏វត្ថុបូជាត្រូវបានរកឃើញនៅក្នុងវប្បធម៌ដូចជា Hong San Culture ដែលមានអាយុកាលរាប់ពាន់ឆ្នាំបង្ហាញពីតម្លៃនិងសារៈសំខាន់របស់ត្បូងនេះនៅក្នុងជីវិតរបស់មនុស្សបុរាណដោយសារតែវាមានភាពស្រស់ស្អាតភាពរឹងមាំនិងអត្ថន័យផ្នែកវប្បធម៌ដ៏ស៊ីជម្រៅត្បូងហ្គិចឬចែតនៅតែមានតម្លៃខ្ពស់រហូតមកដល់សពថ្ងៃទាំងក្នុងផ្នែកគ្រឿងអលង្ការនិងក្នុងការប្រមូលរក្សាទុកជាវត្ថុបុរាណទោះយ៉ាងណាក៏ដោយក៏គួរមានការប្រុងប្រយ័ត្នផងដែរព្រោះនៅលើទីផ្សារបច្ចុប្បន្នមានការក្លែងបន្លំជាច្រើនដែលធ្វើឲ្យតម្លៃនិងភាពជាក់ស្ដែងរបស់វាត្រូវបានបំភាន់ឥឡូវយើងទៅមើលលក្ខណៈពិសេសលម្អិតរបស់ត្បូងចែតឬហ្គិចត្បូងចែតឬហ្គិចត្បូងនេះមិនមែនមានកំណើតដោយសាររ៉ែតែមួយប្រភេទនោះទេវាមានរ៉ែច្រើនប្រភេទចូលរួមគ្នាហើយខ្ញុំក៏មិនមានរបាយការណ៍ណាមួយច្បាស់ដែលបង្ហាញថាមានរ៉ែអ្វីខ្លះចូលរួមបង្កើតវានោះទេប៉ុន្តែត្បូងចែតត្រូវបានបែងចែកជាពីរប្រភេទទី1គឺ Nephrite ជាប្រភេទចាស់មានពណ៌បៃតងខ្មៅឬបៃតងស្រាលរឹងនិងធន់ខ្លាំង Nephrite មានកម្រិតភាពរឹងពី 6 ទៅ 6.5 មិនខ្លាំងបំផុតទេប៉ុន្តែធន់ខ្លាំងមិនងាយបាក់បែកទី2គឺ Jade វាមានតម្លៃខ្ពស់ជាងមានពណ៌ភ្លឺស្រស់ហើយពណ៌បៃតងច្បាស់ក៏មានពណ៌លាយផ្សេងទៀតដែរដូចជាពណ៌សផ្កាឈូកស្វាយហើយនៅពេលដែលគេហៅថា Imperial Jade មានន័យថាវាមានពណ៌បៃតងច្បាស់ខ្លាំងស្អាតខ្លាំង Jade មានកម្រិតភាពរឹងពី 6.5 ទៅ 7 រឹងជាង Nephrite មានតម្លៃខ្ពស់ជាងពណ៌ពេញនិយមបំផុតរបស់ Jade គឺពណ៌បៃតងតាក់ទងអំពីកំណើតឬការបង្កើតវាត្បូងហ្គិចកើតឡើងក្រោមដីដោយសារតែថ្មដែលមានការផ្លាស់ប្ដូរត្រូវនឹងកម្ដៅនិងសម្ពាធខ្ពស់យូរអង្វែងកើតជាទូទៅនៅតំបន់ដែលមានចលនាផ្នែកភពនេះមានន័យថាវាបង្កើតក្នុងទីជម្រៅជ្រៅហើយក្រោយមកត្រូវបានលេចឡើងមកស្រទាប់ផែនដីផ្នែកខាងលើចំពោះអាយុកាលរបស់ចែតអាចមានអាយុរាប់សិបលានឆ្នាំរហូតដល់រាប់រយលានឆ្នាំខ្លះអាចចាស់ជាងនេះទៅទៀតអាស្រ័យទៅលើទីតាំងភូមិសាស្ត្រចំពោះទីកន្លែងដែលរកឃើញត្បូងចែតមាននៅកន្លែងជាច្រើននៅលើពិភពលោកមាននៅមីយ៉ាន់ម៉ានេះមានគុណភាពខ្ពស់បំផុតហើយមាននៅចិននៅកាណាដាហើយមាននៅនូវែលសេឡង់ជាដើមបើនិយាយអំពីសារៈសំខាន់តាក់ទងទៅនឹងវប្បធម៌ឬក៏ជំនឿនៅប្រទេសចិនត្បូងចែតឬក៏ហ្គិចនេះ
គេឲ្យតម្លៃខ្លាំងណាស់នៅប្រទេសចិន Jet តំណាងឲ្យសុភមង្គលអំណាចនិងសេចក្តីសុចរិតគេប្រើវាធ្វើជាគ្រឿងអលង្ការនិងវត្ថុសក្ការៈផ្សេងៗហើយប្រជាជនបុរាណផ្សេងៗនៅលើពិភពលោកជឿថាវាអាចជួយការពារពីអំពើអាក្រក់បានឥឡូវខ្ញុំនាំបងប្អូនទៅមើលអំពីមនុស្សល្បីៗតាំងពីជំនាន់បុរាណរហូតដល់សម័យថ្មីនេះខ្ញុំនឹងលើកយកតួអង្គ 4-5 នាក់ដែលស្រឡាញ់ចូលចិត្តប្រើប្រាស់ត្បូងហ្គិចនេះបំផុតទី1គឺ Empress Dowager Cixi ព្រះនាងជាម្ចាស់ក្សត្រីដ៏មានអំណាចនៅក្នុងរាជវង្សជីងប្រទេសចិនទ្រង់ស្រឡាញ់ Jet ខ្លាំងណាស់ជាពិសេសគឺ Emperor Jet ព្រះនាងប្រើសម្រាប់ជាគ្រឿងអលង្ការនិងជាវត្ថុសិល្បៈជាច្រើនគេនិយាយថាព្រះនាងត្រូវបានបញ្ចុះសពជាមួយនឹងវត្ថុ Jet ឬក៏ត្បូងហ្គិចនេះជាច្រើនទី2លោក Confucius គឺជាទស្សនវិទូដ៏ល្បីរបស់ចិនបុរាណគាត់មិនបានពាក់ Jet ដើម្បីសម្រស់ទេប៉ុន្តែគាត់សរសើរ Jet គាត់ថាជានិមិត្តរូបនៃសេចក្តីល្អនិងសុចរិតគាត់បានយកគុណធម៌ដ៏ល្អរបស់មនុស្សទៅប្រៀបធៀបជាមួយនឹងលក្ខណៈរបស់ត្បូង Jet ឬត្បូងហ្គិចនេះទី3 Queen Elizabeth ទី2ជាព្រះមហាក្សត្រីនៃចក្រភពអង់គ្លេសទ្រង់មានគ្រឿងអលង្ការជាច្រើនរួមមាន Jet នេះជាសំខាន់ផងដែរទ្រង់ពាក់វានៅពេលមានពិធីសំខាន់ៗដើម្បីបង្ហាញពីភាពឆើតឆាយនៃរាជវង្សនិងប្រណិតភាពនៃសង្គមទ្រង់ទី4 Angelina Jolie នាងជាតារាសម្ដែងដ៏ល្បីនៅ Hollywood នាងបានប្រើប្រាស់ Jet ក្នុងគ្រឿងអលង្ការរបស់នាងជាពិសេសគឺស្ថិតនៅក្នុងស្នាដៃរចនារបស់ Cartier ធ្វើឲ្យ Jet ក្លាយជាម៉ូដទំនើបឡើងវិញទី5 Fan Bingbing Bingbing គឺជាតារាសម្ដែងស្រីរបស់ចិនដ៏ល្បីផងដែរនាងចូលចិត្តពាក់គ្រឿងអលង្ការ Jet ឬក៏ហ្គិចនេះនៅក្នុងព្រឹត្តិការណ៍ធំៗនាងក៏បានជួយផ្សព្វផ្សាយ Jet ឬក៏ហ្គិចនេះជាមួយនឹងម៉ូដសម័យថ្មីៗផងដែរចូលចំណែកប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាតើលោកអ្នកចូលចិត្តត្បូង Jet ឬក៏ហ្គិចនេះដែរឬទេចូលចិត្តឬមិនចូលចិត្តសូម comment ខាងក្រោមហើយសូមកុំភ្លេចជួយចុច Subscribe ផងដើម្បីបានវីដេអូថ្មីៗបន្តទៅទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាជម្រាបលា